តលាក់ map តលាក់ទីតាំងឲ្យព្រឹកឡើងគឺហេងគាត់មកដល់ផ្ទះខ្ញុំដូចចិត្តហ្នឹងហើយព្រឹកឡើងគឺគាត់យកបាន2ក្បាលខ្ញុំយកបានរហូតដល់6ក្បាលគឺខ្ញុំលេងនុយលិចហើយខ្ញុំប្រាប់ដែរថាបងតំបន់ខ្ញុំបងឯងកុំលេងនុយលើគាត់ថាដាក់ភ្លាមស៊ីភ្លាមបងនុយលើហ្នឹងហើយជាក់ស្ដែងគឺអត់មានបានអីទេបានតែ2គាត់ប្រកួតបន្ទាប់ពីបានថៃមួយគាត់ហើយគឺខ្ញុំយកមកធ្វើបាយបឹងញ៉ាំជុំគ្នានិយាយដើមម៉ែគាត់ស្ដាប់ហើយក៏ចយាត្រាហ្នឹងឯងយើងទៅរកប្រឡងមួយគឺប្រឡងហ្នឹងល្អមែនតើស្អាតមែនតើហ្នឹងឯងយ៉ាងរៃអីថ្ងៃហ្នឹងគឺមេឃភ្លៀងធ្វើស៊ីហេងមួយខ្ញុំខ្លាំងមែនតើហេងគាត់យ៉ងចិត្តខ្លាំងគាត់មែនតើហ្នឹងឯងហើយខ្ញុំប្រាប់ដែរថាមិនលេងនុយលើទេទើបចុងក្រោយហ្នឹងគាត់សម្រាប់ចិត្តលេងនុយលិចគឺលេងនុយលិចបានលទ្ធផល3 4 2 3ក្បាលរបស់គាត់ដែរហ្នឹងហើយក៏ជ្រុលម៉ោងដែរនិយាយរួមទៅនាំគាត់សម្រាប់ចិត្តលេងហើយខ្ញុំបញ្ជាក់អ្នកដែលចង់មកលេងមួយខ្ញុំទទួលបានតែម្នាក់ទេកុំថាយថាបានបើមកគ្នាច្រើនយើងអត់មានកន្លែងឲ្យលេងទេហើយណាមួយខ្ញុំលេងតាមម្ដងគេទៀតហ្នឹងហើយបើសិនជាដល់ទៅខែ12ខែ1អីទើបមានប្រឡងច្រើនសម្រាប់ឲ្យយើងមកលេងជុំគ្នាបានជាក់ស្ដែងកន្លែងហ្នឹងគឺខ្ញុំរៀបចំទៅផ្ទះវិញហើយគាត់មកល្ងាចហ្នឹងបានតែ3គ្រាប់ទេខ្ញុំបានដូចជា3 4គ្រាប់ដែរតែសរុបលទ្ធផលទៅគឺបានជា12ក្បាល13ក្បាលទេមិនដឹងគឺខ្ញុំដកតែ2ក្បាលចេញទេអល់ប្រហែលគឺខ្ញុំឲ្យទៅគាត់ទាំងអស់ក៏ប៉ុន្តែគាត់ថាគាត់យកតែ3 4ក្បាលបានហើយខ្ញុំអត់ព្រមគឺខ្ញុំឲ្យទៅគាត់ទាំងអស់ហ្នឹងហើយគង់តែមាន fan ម្នាក់អាវក្រហមមកខាត់ទេកំអីហ្នឹងរុញទៅរុញមកដល់ស្អែកក៏អត់ផុតដែរហ្នឹងអរគុណសម្រាប់អ្នកស្រឡាញ់ការបបកថៃដូចគ្នា